và số đấy một ôn trên net sắc sáng thì được pi được ó nơiក្នុងvideo nàyលោកគ្រូនឹងលើកយកការដោះស្រាយលំហាត់បើយើងបន្តទៀតដែលតកតងទៅនឹង primitive នៃអានុគមនៅក្នុងលំហាត់ទី3របស់យើងនេះយើងមាន3សំណួរមានកខនិងកដែលសំណួររបស់យើងគេឲ្យយើងបង្ហាញថាអនុគម f ធំបង្ហាញថាអនុគម f ធំជា primitive នៃ f តូចចំពោះគ្រប់ x ជារបស់ r ឥឡូវយើងពិនិត្យមើលការដំណោះស្រាយនៅសំណួរករបស់យើងសំណួរកគេឲ្យ f ធំនៃ x បាទគេឲ្យ f ធំនៃ x វាស្មើទៅនឹង1លើ 2x ការ៉េដក 4x បូក 2x ដក 1 និង s តូចនៃ x ដែលស្មើទៅនឹង x ការ៉េដក 4x ដក 4 បូក 2 2x ចឹងគេឲ្យយើងបង្ហាញថាអនុគម s ធំនោះជា primitive នៃ f តូចតាមយមន័យគេថាបើ s ធំទី x ជា primitive បាទ primitive នៃ s តូចនៃ x លុះត្រាតែបាទលុះត្រាតែយើងយក s ធំយកទៅ derivative ទៅឲ្យស្មើនឹងតម្លៃរបស់ s តូចនៃ x ឥឡូវយើងមាន s ធំនេះ s ធំនៃ x ដែលស្មើទៅនឹង1/2 x ការ៉េដក 4x បូក 2x ហើយដក 1 បន្ទាប់មកយើងយក s ធំទៅ បាទ derivative អញ្ចឹង s ធំ primitive x ស្មើយើង derivative ទូទី1គឺស្មើបាទយើងបាន 1/2 យើងសេតដែល derivative x ការ៉េយើងបាន 2x derivative 4x អញ្ចឹង derivative degree ទី1ស្មើ1គុណបន្ទាប់មកយើងត្រូវ derivative e2x derivative e2x អញ្ចឹងយើងបាន 2e2 2x derivative 1ស្មើ0អញ្ចឹងយើងបានមេគុណ2នេះយើងសម្រួលចោលហើយយើងសល់ x ដក 4 បូក 2e2 2x បន្ទាប់មកយើងពិនិត្យមើលទៅលើតម្លៃនៃ derivative របស់ s ធំតើវាស្មើ s តូចអត់អញ្ចឹងបើតាមការ derivative របស់យើងឃើញថាតម្លៃ derivative របស់ s ធំគឺស្មើនឹងតម្លៃនៃអនុគម f បាទ s តូចបើសិនជា s ធំព្រីមស្មើ s តូចដូច្នេះយើងសន្និដ្ឋានបានយ៉ាងម៉េចដូច្នេះយើងសន្និដ្ឋានបានថា s ធំនៃ x ជា primitive នៃ s តូចនៃ x នេះសម្រាប់សំណួរករបស់យើងតោះមកយើងត្រូវពិនិត្យមើលសំណួរខរបស់យើងតទៀតសំណួរខបាទសំណួរខអញ្ចឹងសំណួរខរបស់យើងគឺយើងពិនិត្យមើលសំណួរខយើងទៅទៀតណានេះអញ្ចឹងសំណួរខរបស់យើងដល់សំណួរខ s ធំនៃ x បាទគេឲ្យយើងនេះ s ធំនៃ x
ដែលស្មើទៅនឹង5លើ4កតាឲ្យx ដក4សេគុណ4បូកឲ្យនិង s តូច dx របស់យើងគឺស្មើទៅនឹង5 x កតាឲ្យ x ដក4ស្វ័យគុណ3បាទអញ្ចឹងយើងឲ្យបង្ហាញថា s ធំជាព្រីមីទីវនៃ s តូចដាក់លក្ខខណ្ឌទៀតបើ s ធំជាព្រីមីទីវបើ s ធំជាព្រីមីទីវនៃ s តូចបាទអញ្ចឹងលក្ខខណ្ឌព្រីមីទីវដដែលទេលុះត្រាតែ derivative របស់វានេះណា derivative របស់ s ធំស្មើនឹងតម្លៃនៃអនុគម f s តូចឥឡូវខ្ញុំយក s ធំមក derivative នេះយើងមាន s ធំបាទអញ្ចឹងយើងមាន s ធំរបស់យើងរួចហើយខ្ញុំយក s ធំមក derivative ចឹង s ធំព្រីមស្មើចឹងយើងស្មើទូទាំងអស់ព្រីមដែរមកចឹងខ្ញុំសរសេរព្រីមសិន5លើ4កតាឲ្យសំទោសស្វ័យគុណបាទចឹងស្វ័យគុណ x ដក4ស្វ័យគុណ4ហើយបូកជាមួយនឹងព្រីមចឹងយើង derivative របស់យើងគឺយើងអនុវត្តតាមរូបមន្តទម្រង់អ៊ុយសេគុណ n គឺយើង derivative ទម្រង់របស់យើងគឺទម្រង់អ៊ុយស្វ័យគុណ n ព្រីមចឹងវាស្មើនឹង n អ៊ុយព្រីមអ៊ុយស្វ័យគុណ n ដក1នេះយើងប្រើរូបមន្តនេះដើម្បីមកដោះស្រាយរបស់យើងឥឡូវយើងបាន n យើងស្មើ4បាទអញ្ចឹងស្មើ5នៅលើ4មានគុណខ្ញុំសេដដែលហើយគុណជាមួយនឹង n យើង4ហើយយើងយកx ដក4នេះយើងយកមកព្រីមហើយគុណជាមួយនឹងស្វ័យគុណ x ដក4ហើយយើងដក1ចេញគឺសល់3ហើយ derivative ស្មើ0អញ្ចឹងស្មើអញ្ចឹង4និង4នេះជាសម្រួលបានហើយអញ្ចឹងយើងសល់5កតា derivative x គឺស្មើនឹង x ដដែលបាទ derivative x បាទ derivative x នេះបាទ derivative x គឺយើងចេញ x ដដែល derivative 4យើងស្មើ0អញ្ចឹងកតាឲ្យx ដក4ស្វ័យគុណ3បន្ទាប់មកយើងត្រូវពិនិត្យមើលតម្លៃនៃ derivative របស់អនុគម s ធំតើវាស្មើ s តូចអត់អញ្ចឹងយើងឃើញថាវាស្មើនឹងតម្លៃរបស់ f s តូចនេះ x បើស្មើ s តូចដូច្នេះយើងអាចសន្និដ្ឋានបានយ៉ាងម៉េចយើងសន្និដ្ឋានថា s ធំនេះ x ជាព្រីមីទីវបាទ primitive នៃ s តូចនេះមក s តូចនៃ x នេះចម្លើយរបស់យើងបាទចំពោះសំណួរកគេឲ្យអនុគមយើងគឺ
e នៃ x យើងស្មើប៉ុណ្ណេះ e ធំនៃ x ហើយ s តូចនៃយើងស្មើប៉ុណ្ណេះគេឲ្យយើងបង្ហាញថា s ធំហ្នឹងជាព្រីមីទីវរបស់ f s តូចអញ្ចឹងយើងត្រូវដាក់លក្ខខណ្ឌដដែលទេគេថាបើ s ធំជាព្រីមីទីវនេះអញ្ចឹងលក្ខខណ្ឌយើងនៅដដែលលក្ខខណ្ឌព្រីមីទីវនៃអានុគមបើ s ធំជាព្រីមីទីវបាទព្រីមីទីវនៃ s តូចនៃ x លុះត្រាតែបាទអញ្ចឹងលក្ខខណ្ឌរបស់យើងគឺ s ធំយើងយកទៅព្រីមទៅឲ្យស្មើទៅនឹងតម្លៃរបស់អនុគម f តូចនេះឥឡូវយើងមានបាទយើងមាន s ធំខ្ញុំសូមកូពីយកមកប្រើមកអញ្ចឹងយើងមាន s ធំរបស់យើងមកប៉ុណ្ណេះរួចហើយយើងយក s ធំទៅ derivative អញ្ចឹងខ្ញុំបាន s ធំព្រីមនេះ s ធំព្រីមវាស្មើអញ្ចឹងខ្ញុំយកអនុគមទាំងអស់ទៅដាក់ព្រីមសិនលិននៃ 3x ដល់ x បូកជាមួយនឹងរើស3ព្រីមរួចហើយយើងពិនិត្យមើលតម្លៃលិនណានៅក្នុងលិននេះយើងតាំងវាដោយអ៊ុយអញ្ចឹងបើតាំងវាដោយអ៊ុយអញ្ចឹងខ្ញុំត្រូវ derivative តាមរូបមន្តមួយគឺ derivative តាមរូបមន្តនេះអញ្ចឹងខ្ញុំយករូបមន្តមកប្រើគឺរូបមន្ត derivative លិនអ៊ុយចឹង derivative លិនអ៊ុយវាស្មើនឹងអ៊ុយព្រីមបាទចែកអ៊ុយចឹងយើងដឹងថាអ៊ុយព្រីមហ្នឹងយើងតាំងវាដោយ3នេះចឹងយើងតាំងដោយអ៊ុយនេះកន្លែងនេះយើងតាំងវាដោយអ៊ុយចឹងខ្ញុំបាន f ព្រីមនៃ x ស្មើចឹងទូទី1គឺខ្ញុំត្រូវយកសំទោសខ្ញុំយក 3x ដល់ x បាទទៅព្រីមរួចហើយទៅលើ 3x ដល់ x រីឯ derivative 3នេះ derivative 3នេះគឺស្មើនឹងស្មើ0អញ្ចឹងកន្លែងហ្នឹងគឺបូក0បន្ទាប់មកខ្ញុំធ្វើការ derivative ភាគយកណា derivative ភាគយក derivative តាមទូមួយមកបាទ derivative តាមទូមួយទី1ខ្ញុំ derivative 3x ចឹងកណ្ដាល derivative 3x ចឹងយើងបាន3 3x ដល់ derivative x ស្មើ1ចឹងនៅលើភាគបែងដដែលគឺ 3x ដល់ x នេះគឺជាតម្លៃ derivative របស់ a ធំរួចហើយចាប់ផ្ដើមធ្វើការពិនិត្យទៅមើលតម្លៃ derivative តើស្មើទៅនឹងអនុគម s តូចអត់អញ្ចឹងបើតាមតម្លៃនៃអនុគម s តូចដែលគេឲ្យនេះដូច្នេះយើងសន្និដ្ឋានបានថាម៉េចយើងសន្និដ្ឋានបានថាតម្លៃ derivative របស់អនុគម s ធំនេះគឺស្មើទៅនឹង f s តូចនៃ x បើស្មើ s តូចដូចនេះយើងអាចឆ្លើយបានថា s ធំនៃ x ជាព្រីមីទីវបាទជាព្រីមីទីវនៃ s តូចនៃ x គ្រប់ x ជារបស់ a បាទនេះគឺជាចម្លើយរបស់យើងបាទអញ្ចឹងដើម្បីទទួលបាននៅវីដេអូថ្មីទៀត
ចឹងសូមបងប្អូនជួយ like ជួយ share និងជួយ subscribe ឆានែល YouTube របស់គ្រូផងចឹងសូមអរគុណ